សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ vlog ថ្ងៃទី3របស់ខ្ញុំអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំបានទៅច្រើនកន្លែងមែនតើគឺដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺខ្ញុំដាក់ Google Map ឲ្យមើលកន្លែងដែលខ្ញុំបង្ហាញហ្នឹងគឺសិតជាកន្លែងដែលខ្ញុំបានទៅអញ្ចឹងថ្ងៃហ្នឹងបានទៅ3ទៅ4កន្លែងនិយាយទៅជើងវែងដែរប្រកែដើរលេងមុនដំបូងគឺទៅផ្ទះបុរាណគេដាក់ថា historical landmark ផ្ទះបុរាណហ្នឹងស្អាតមែនតើហើយផ្ទះហ្នឹងគឺសង្ស័យខ្ញុំគាត់ស្រឡាញ់ហើយទៅព្រះវិហារក៏ដូចជាទៅទីក្រុង Munster ដែរពេលយើងឃើញរូបហ្នឹងទៅគឺវាតំណាងឲ្យទីក្រុង Munster អញ្ចឹងព្រះវិហារហ្នឹងគឺស្អាតមែនតើហើយសម្រាប់អានេះដែរក៏ជាកន្លែងប្រវត្តិសាស្ត្រមួយដែរអញ្ចឹងយើងទៅកាន់ស្វាគមន៍ទៅកាន់វីដេអូពេញទាំងអស់គ្នានេះគឺជារូបភាពដែលខ្ញុំថាបានទៅហ្នឹងគឺជាប្រវត្តិសាស្ត្រផ្ទះបុរាណគេហើយវាមានអាយុកាលយូរមែនតើតែប៉ុន្តែខ្ញុំអត់ដឹងថាប្រវត្តិសាស្ត្រផ្ទះហ្នឹងមិនចេះប៉ុន្តែផ្ទះហ្នឹងលែងមានអ្នកនៅហើយគេតពីផ្ទះពីតកូលមួយទៅវងតកូលមួយទៀតអញ្ចឹងហើយឥឡូវហ្នឹងអត់មានអ្នកគេនៅទេហើយសង្ស័យខ្ញុំគាត់ស្រឡាញ់ផ្ទះហ្នឹងហើយគាត់ក៏ជូនខ្ញុំមកមើលផ្ទះហ្នឹងហើយអត់មានអីច្រើនទេគ្រាន់តែដើរកាត់ផ្ទះហ្នឹងហើយយើងថតរូបអញ្ចឹងដោយសារតែគេឲ្យចូលខាងក្នុងឯណាមួយវាជាផ្ទះបុរាណទៀតអញ្ចឹងភាគច្រើននៅនោះគេអភិរក្សផ្ទះបុរាណហើយវាជាតំបន់ទេសចរមួយដែរហើយសម្រាប់កន្លែងហ្នឹងវិញគឺអត់មានអីច្រើនទេខ្ញុំគ្រាន់តែដើរឆ្លងកាត់ហើយថតរូបលេងហើយផ្ទះហ្នឹងស្អាតមែនតើមើលទៅដូចផ្ទះអ្នកមានសម័យមុនអញ្ចឹងបន្ទាប់ពីថតរូបលេងហើយពួកយើងក៏ដើរទៅមុខបន្តិចទៀតហើយបន្ទាប់ពីមើលផ្ទះបុរាណហើយពួកខ្ញុំក៏ដើរទៅទីប្រជុំជនទៅទីក្រុងដើម្បីទៅសារមន្ទីរបន្ទាប់ពីពួកខ្ញុំដើរអស់រយៈពេល15នាទីមកពួកខ្ញុំក៏ដើរមកដល់សារមន្ទីរហើយសម្រាប់សារមន្ទីរនឹងដែរគឺខ្ញុំអត់ចេះហៅឈ្មោះទេប៉ុន្តែខ្ញុំដាក់អក្សរឲ្យអ្នកទាំងអស់គ្នាអាចអានបានសម្រាប់សារមន្ទីរនឹងដែរគឺនិយាយអំពីគ្រោងឆ្អឹងឬក៏សត្វពីមុនអញ្ចឹងណាហើយវាស្អាតមែនតើហើយនៅសារមន្ទីរហ្នឹងគឺគេអត់យកលុយទេហើយសម្រាប់អាពណ៌នេះវិញគេនិយាយពីវិទ្យាសាស្ត្រអីចឹងហើយខ្ញុំថតរូបលេងបន្តិចមុននឹងដើរទៅមើលអីផ្សេងទៀតហើយនៅក្នុងហ្នឹងក៏មានពេជ្រគេដាក់តាំងពេជ្រជាច្រើននិយាយទៅសារមន្ទីរគេស្អាតមែនតើគួរឲ្យចាប់អារម្មណ៍ហើយអត់សូវមានមនុស្សច្រើនដែរខ្ញុំមិនដឹងថាថៃបែនវាអត់សូវមានមនុស្សច្រើនតែសម្រាប់ខ្ញុំវិញខ្ញុំចូលចិត្តដោយសារតាវាស្ងប់ស្ងាត់ល្អហើយបរិយាកាសធំទូលាយជាពិសេសមានអារម្មណ៍ថាយើងបានឃើញអីថ្មីហើយនេះសិតតែគ្រោងឆ្អឹងសត្វចំនួនមុននិយាយទៅគួរឲ្យចាប់អារម្មណ៍មែនតើគួរឲ្យចង់អានគួរឲ្យចង់ដឹងចង់ស្វែងយល់ថាសម័យមុនហ្នឹងវាយ៉ាងម៉េចចឹងហើយសត្វឥឡូវហ្នឹងភាគច្រើនវាផុតពូជអស់ហើយម្នាក់ទាំងអស់គ្នាមើលខ្យងឡើងប៉ុណ្ណាហើយខ្ញុំឡើងចូលចិត្តសារមន្ទីរហ្នឹងហ្មងហើយនេះគឺជាគ្រោងឆ្អឹងសត្វអីនេះឡើងប៉ុណ្ណាភាគច្រើនវាផុតពូជអស់ហើយតសារមន្ទីរគេបកកែឆ្នៃបកកែលើកវាយកមកធ្វើជាសម្រាប់បង្ហាញយើងឲ្យឃើញអញ្ចឹងហើយនេះគឺជាដំរីហ្នឹងក៏ផុតពូជយូរដែរហើយអានេះខ្ញុំឲ្យសង្ស័យខ្ញុំថតវីដេអូឲ្យខ្ញុំហើយអ្នកទាំងអស់គ្នាមើលនេះដំរីធំមែនតើនិយាយទៅលក្ខណៈថាគួរឲ្យចាប់អារម្មណ៍ហ្មងដោយសារតែសម្រាប់ខ្ញុំវាថ្មីហើយវាប្លែកទៀតហើយនេះដូចជាចចកនិយាយទៅមានសត្វច្រើនដែលខ្ញុំអត់បានថតទាំងអស់ទេភាគច្រើនអានហើយស្វែងយល់ពីវាចឹងហើយនៅក្នុងហ្នឹងក៏គេមានសារមន្ទីរដែរបន្ទាប់ពីចេញពីសារមន្ទីរខ្ញុំក៏ទៅដើរទៅទីប្រជុំជនហើយនេះទស្សនវិជ្ជារួមហើយនៅនេះខ្ញុំបានមកព្រះវិហារហ្នឹងគឺនៅចំកណ្ដាលទីក្រុង Munster តែម្ដងនិយាយទៅទស្សនវិជ្ជាគេនៅក្នុងហ្នឹងពេលខ្ញុំទៅហ្នឹងមានសាលាមានសិស្សមកក្រុមគ្រូគេនាំសិស្សមកស្វែងយល់ពីសាសនាគ្រឹះកាតូលិកអីអញ្ចឹងហើយខ្ញុំក៏បានចូលរួមមួយពួកគេដែរតែខ្ញុំអត់បានយល់ថាគេនិយាយអីដោយសារថា
គេនិយាយភាសាអាល្លឺម៉ង់ឲ្យសិស្សគេស្ដាប់ហើយប្រវត្តិគេមានអីអ្នកទាំងអស់គ្នាស្អាតប្លែកពីយើងតែមើលទៅ clean ជាងយើងនិយាយទៅថ្ងៃហ្នឹងបែនដើរលេងច្រើនកន្លែងដែរដូចជាសារមន្ទីរព្រះវិហារផ្ទះបុរាណអ្នកមានសម័យមុនអញ្ចឹងហើយមើលទីក្រុងគេថាវាយ៉ាងម៉េចអញ្ចឹងនេះរូបហ្នឹងគឺតំណាងឲ្យទីក្រុង Munster ហើយខ្ញុំមានតែមកថតរូបលេងអីអញ្ចឹងទៅពេលល្ងាចបន្តិចធ្វើអីញ៉ាំជុំគ្នានៅស្រុកគេភាគច្រើនគេជិះកង់នៅ Munster សវោកង់មែនតើដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងកង់ឡើងច្រើនខ្លាំងមែនតើហ្មងហើយអានេះគឺជាសាកលវិទ្យាល័យហើយពួកខ្ញុំបានដើរទៅព្រះវិហារមួយទៀតដើម្បីរកកន្លែងអង្គុយដោយសារតាសង្ស័យខ្ញុំគាត់ត្រូវធ្វើការអនឡាញគាត់ត្រូវមានការប្រជុំអញ្ចឹងហើយអញ្ចឹងពួកយើងត្រូវរកកន្លែងស្ងាត់ដើម្បីឲ្យគាត់បានប្រជុំហើយក៏ដើរមកព្រះវិហារដែលមានទីធ្លាស្អាតមែនទែនដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងហើយបន្ទាប់ពីគាត់ប្រជុំហើយពួកខ្ញុំក៏ដើរទៅរកហូបអីសម្រាប់អាហារពេលល្ងាចហើយឥឡូវដើរទៅរកហូបអីសិននេះគឺសវោអ្នកជីកង់ It's quiet here. Nice. បន្ទាប់ពីដើរមិនទុះមកពួកខ្ញុំក៏បានឃើញហាងទូគីហើយក៏ញ៉ាំអីនៅហ្នឹងបន្ទាប់ពីញ៉ាំហ្នឹងហើយពួកយើងដើរមកផ្ទះវិញហើយតាមផ្លូវមកផ្ទះហ្នឹងគឺឆ្លងកាត់ខតមួយខតហ្នឹងខ្មែរគេហៅតឡាកាហើយក៏ថតរូបលេងបន្តិចពេលមកដល់ផ្ទះយប់ឡើងក៏ហេវហើយហូបសាឡាត់ពេលហូបសាឡាត់ហ្នឹងក៏មើលរឿងហើយវីដេអូខ្ញុំចប់តែប៉ុណ្្នឹងជួបគ្នាវីដេអូក្រោយបាយបាយ